Ok,បន្តមកទៀតគេដាក់ថា tissue can be sent to the laboratory either dry or in bacterial or virus transmission media depending on the specimen type and require examination. Swab must be sent in transport media អញ្ចឹងតើតើមួយនឹងប្រភេទបាក់តេរីការស្វែងរកបាក់តេរីឬក៏ virus មួយចំនួនគឺវាអាស្រ័យមានថា media ដែលយើងត្រូវផ្ញើជាមួយនឹងសំណាក់របស់យើងហ្នឹងគឺវាអាស្រ័យថា pathogen របស់យើងហ្នឹងរកអីគេរកបាក់តេរីអញ្ចឹងអា transport media ហ្នឹងគឺវាត្រូវទៅលើផ្នែកបាក់តេរីបើសិនជាយើងរក virus រក virus អា transport media ដែលគឺយើងដាក់សម្រាប់ការដឹងជូនហ្នឹងឲ្យវា specific ទៅលើ virus ហ្នឹងហើយនៅក្នុងលក្ខខណ្ឌswab នៅក្នុងការដឹងជូនគឺទាមទារឲ្យមានជា transport media នៅក្នុងការដឹកជញ្ជូនមកពួកកុំឲ្យខុសសំណាក់នឹងចឹងទៅចា៎ចឹងនៅក្នុងនេះគេបញ្ជាក់បន្ថែមថាបន្ទាប់ពីយើងប្រមូលសំណាក់មកmicrobiology sample សំណាក់សម្រាប់ microbiology ឬក៏សំណាក់អឺបាក់តេរីសំណាក់ដែលយើងចង់ត្រៀមសម្រាប់ការរកវត្តមានបាក់តេរី should be refrigerated until shipping គួរតែរក្សាទុករហូតដល់ពេលដឹកជញ្ជូនរក្សាទុកហ្នឹងគឺរក្សាទុកក្នុងសីតុណ្ហភាព refrigerate សីតុណ្ហភាពអឺមិនកកអីណា refrigerate ណាសីតុណ្ហភាពត្រជាក់ទូទៅចន្លោះពី2ទៅ4អង្សាសេចា៎ If shipment is not possible within 48 hours, sample should be frozen. Nothing can prolong storage at minus 20 degrees Celsius អូខេចឹងអានេះគេចង់និយាយថានៅក្នុងលក្ខខណ្ឌបើសិនជាយើងអត់អាចធ្វើការដឹកជញ្ជូនក្នុងរយៈពេល48ម៉ោងក្រោយពេលដែលយើងប្រមូលសំណាក់ហ្នឹងទេសំណាក់ហ្នឹងគួរតែបង្កកនៅក្នុងស្ថានភាព10 20អង្សាសេដើម្បីឲ្យអឺអឺគុណភាពនៃសំណាក់របស់យើងហ្នឹងវាអត់ខូចអញ្ចឹងទៅចា៎ អញ្ចឹងយើងអាច refrigerate ក៏បានយើងអាច froze ក៏បានបកកក៏បានចានៅក្នុងស្ថានភាពដក20អង្សាសេបន្តមកទៀតអានេះសំយើងណាក់ជាលិកាកកនៅក្នុងទូទឹកកកយើងឯងណាគ្រូចាដាក់សេរីទូទឹកគេកកអត់និយាយថានៅក្នុងអូអីក៏បាននិយាយទៅជារួមទៅយើងអាចដាក់ក្នុងទូកកយើងក៏បានដែរប៉ុន្តែបើសិនជាទូកកយើងដូចជាអត់ដល់ដក20អង្សាសេទេទូកកទូទៅបានដក15នឹងឯងទូទូយើងញ៉ាំបាយទូទឹកកកយើងធម្មតាអញ្ចឹងជាទូទៅគេធ្វើមិនទៅដល់20អឺគេប្រើអីបញ្ជូនទៅដល់ lab ក្នុងរយៈពេល48ម៉ោងចា អូខេព្រោះបើលើ48ម៉ោងអាហ្នឹងតើតើយើងរកវិធីសាស្ត្របង្កកឧទាហរណ៍ដូចជាប្រភេទ nitrogen ឬក៏អឺយើងមានធុងបកកផ្សេងទៀតដែលគេប្រើស្មើ nitrogen ឬក៏អីចឹងណាគឺយើងអាចប្រើបានដែរប៉ុន្តែគ្រាន់ nitrogen វាដក100អង្សាជាងហ៎អញ្ចឹងវាអាចនឹងខូចអឺខូចបាក់តេរីខូចអីយើងដែរព្រោះទូទៅគេអាចឲ្យយើងទុកក្នុងស្ថានភាពដក20អង្សាសេអញ្ចឹងបើលើនឹងទៅអាចនឹងខូចដែរអញ្ចឹងទាមទារឲ្យល្អអញ្ចឹងបំផុតគួរតែធ្វើការដឹងជូនទៅដល់ lab ក្នុងរយៈពេល48ម៉ោងបើលើសពី48ម៉ោងគឺបាក់តេរីនៅក្នុងហ្នឹងគឺអាចងាប់ចាឬក៏ងាប់វាយ៉ាងងាប់អាចងាប់ចាបើហើយបកកដល់20ហ្នឹងវាអត់ងាប់ទេចាចាមានថានៅក្នុងដក20អង្សាសេយើងអាចនិយាយបានថាបង្អាក់ការលូតលាស់ហើយក៏មិនឲ្យវាងាប់ដែរបង្អាក់សកម្មភាពរបស់វាអត់ងាប់ហើយក៏អត់លូតលាស់ដែរនៅក្នុងប៉ុណ្ណឹងអូខេអូខេបាទអូខេបន្តមកទៀត for histopathology សម្រាប់ជាលិកាវិទ្យាគេឲ្យយើងកាត់ចា cut tissue block not exceed 0.5 cm អញ្ចឹងគេឲ្យយើងកាត់ជាលិកាហ្នឹងអត់ឲ្យមានទំហំលើសពី0.5សង់ទីម៉ែត្រទេអឺហើយអឺសំទោស0.5នេះគេអត់និយាយពីប្រវែងទេគឺគេនិយាយពីកម្រាស់របស់វាគឺត្រឹម0.5សង់ទីម៉ែត្រប្រវែងរបស់វាចន្លោះពី1ទៅ2សង់ទីម៉ែត្រប្រវែងចាហើយគេអាចអឺពេលដែលកាត់ហើយហ្នឹងគឺគេឲ្យយើងរក្សាទុកនៅក្នុងសតាត់ក្នុងហ្វក់ម៉ាលីន4ទៅ10%អញ្ចឹងមានថាយើងឲ្យគេឲ្យយើងត្រាំនៅក្នុងហ្វក់ម៉ាលីនតែម្ដងអញ្ចឹងក្រោយពេលដែលយើងកាត់នៅក្នុងទំហំអឺមានន័យថាកម្រាស់របស់វា0.5ប្រវែងរបស់វាពី1ទៅ2សង់ទីម៉ែត្រហើយគេឲ្យយើងដាក់នៅក្នុងហ្វក់ម៉ាលីន4ទៅ10%ចាដើម្បីរក្សាទុកសំណាក់នឹងរហូតដល់យើងធ្វើការវិភាគអ្នកគ្រូកន្លែងហ្នឹងគ្រប់សំណាក់ទាំងអស់គឺយើងត្រូវយកតាមម៉ូដែល0.5កម្រាស់ហើយនិងប្រវែង1ទៅ2សង់ទីម៉ែត្រមែនគ្រូចាគ្រប់ sample ទាំងអស់ក្នុងលក្ខខណ្ឌយើងចង់ធ្វើ
histopathology ប៉ុន្តែយើងត្រូវគិតដែរថាសត្វរបស់យើងហ្នឹងវាមានសំណាក់ធំប៉ុណ្ណឹងហើយប៉ុន្តែទូទៅខ្ញុំដូចជាអត់ដែរឃើញគេធ្វើ histology លើត្រីឬអីផងតែត្រីក៏ធ្វើត្រីធំដែរមើលទៅទូទៅខ្ញុំធ្លាប់ឃើញតែគេធ្វើហ្នឹងគឺទៅលើសត្វធំតែគេយកសំណាក់មកឧទាហរណ៍ដូចជាអឺសំណាក់អឺអឺជ្រូកគោក្របីអីចឹងទៅដែលគេយកច្រើនហើយឬក៏អឺគេរក check មើល tumor របស់ឆ្កែឆ្មាអីហ្នឹងប៉ុន្តែខ្ញុំគិតថាក៏អាចយកបានដែរសំណាក់0.5អឺកម្រាស់0.5ប្រវែង1ទៅ2សង់ទីម៉ែត្រហ្នឹងគេអាចយកបានបាទអរគុណអ្នកគ្រូចាអូខេអញ្ចឹងបន្តមកទៀតតកតងជាមួយនឹងអឺសំណាក់ជាលិកាគេដាក់ថានៅក្នុងករណី okay in case of suspect disease require longer larger brain sample the brain should be sectioned with uh, uh, sagittal cut one half should be submit fresh on eye one other half should be submit in 10% buffer formalin ចឹងនៅក្នុងករណីដែរអូខេអានេះខ្ញុំលើកឧទាហរណ៍ហ្មងជំងឺរ៉េប៊ីយើងសង្ស័យថាជាជំងឺរ៉េប៊ីមានន័យថានៅក្នុងករណីដែលគេសង្ស័យថាជាជំងឺរ៉េប៊ីសំណាក់ដែលសមស្របបំផុតគឺសំណាក់ខួរក្បាលព្រោះវាតកតងជាមួយនឹងប្រព័ន្ធប្រសាទអញ្ចឹងនៅក្នុងលក្ខខណ្ឌបែបហ្នឹងមានថាលក្ខខណ្ឌដែលសំណាក់ខួរក្បាល require សំណាក់ខួរក្បាលចាំបាច់នៅក្នុងការវិភាគហ្នឹងអឺគេត្រូវធ្វើការបែងចែកខួរក្បាលមកជាហៀងដាក់នៅលើមានថាខ្ចប់ឲ្យស្អាតហើយដាក់នៅលើទឹកកកនៅក្នុង fresh មានថាជា fresh organ ជាសំណាក់ស្រស់ដាក់នៅលើដាក់ក្នុងស្ថានភាពត្រជាក់ឬក៏នៅលើទឹកកកហើយអាមួយចំហៀងទៀតហ្នឹងគឺគេដាក់នៅក្នុង formalin ចឹងគេមានមូលហេតុដាក់នៅក្នុងសីតុណ្ហភាពត្រជាក់ដើម្បីរក្សាការស្រស់របស់វាហ្នឹងព្រោះគេអាចនឹងធ្វើជា PCR តេស្តរកវត្តមានហើយសម្រាប់អឺការរក្សាទុកមួយចំហៀងទៀតដាក់នៅក្នុងទឹក formalin 10%ហ្នឹងគឺគេរក្សាទុកដើម្បីមើលជីលីកាហ្នឹងព្រោះទូទៅឧទាហរណ៍ដូចជំងឺឆ្កែឆ្កួតអញ្ចឹងវាមានស្នាមខ្មៅមួយនៅលើអឺជីលីកាខួរក្បាលហ្នឹងគេអាច confirm បានថាជាជំងឺឆ្កែឆ្កួតអញ្ចឹងដើម្បី confirm បានពីស្នាមខ្មៅដែលមាននៅលើខួរក្បាលហ្នឹងកោសិកាខួរក្បាលឬក៏ជាលិកាខួរក្បាលហ្នឹងគឺលុះត្រាតែយើងធ្វើ histopathology អញ្ចឹង histopathology លុះត្រាតែយើងយកជាលិកាខួរក្បាលហ្នឹងយកទៅដាក់នៅមានថាដំបូងគេគឺយើងត្រូវ fix ជាមួយនឹង formalin ចាហើយបើសិនជាយើងចង់ធ្វើជា PCR ដើម្បី confirm រកDNA របស់មេរោគហ្នឹងអញ្ចឹងយើងអត់អាចយកចេញពីអាត្រាំទុកក្នុង formalin ទេគឺគេត្រូវយកចេញពី fresh organ ឬក៏ជា organ ដែលមិនបន្ថែមសមាសធាតុរក្សាទុកផ្សេងៗគ្រាន់តែអាចដាក់ក្នុងទឹកកកធម្មតាអញ្ចឹងសរុបមកវិញខុសគ្នាមិនអ្នកគ្រូពីរហ្នឹង អឺខ្ញុំឆ្លើយបន្ថែមទៀតវាអាស្រ័យលើគោលបំណងរបស់យើងថាយើងចង់រកបែបម៉េចអឺយើងចង់រកRNA DNA របស់មេរោគឬក៏យើងចង់រកពីបម្រែបម្រួលរបស់ជីលីកាចាហើយបាទអរគុណអ្នកគ្រូអត់ទាន់នៅតទេពុំរៀនទៅសួររដ្ឋបាលឯងពុំបរៀនមិនសួរទៀតអូខេតោះអញ្ចឹងអឺនៅក្នុងលក្ខខណ្ឌដែលនិយាយមិញហ្នឹងគឺគេសង្ស័យថាសំណាក់ខួរក្បាលជាសំណាក់មួយដែលចាំបាច់នៅក្នុងការយកអញ្ចឹងគេណែនាំឲ្យមកជាហៀងអឺទុកនៅលើទឹកកកនៅក្នុងលក្ខខណ្ឌជា fresh organ ហើយមកជាហៀងទៀតអាច fix នៅក្នុង formalin អូខេប៉ុន្តែគេ specific ទៅលើសំណាក់ខួរក្បាលនេះណាមិញណាគេអត់និយាយពីសំណាក់ផ្សេងទៀតទេព្រោះអឺសំណាក់ផ្សេងទៀតអាចនឹងមានលក្ខខណ្ឌផ្សេងអញ្ចឹងទៅចា៎អូខេAlvestor and Park pick formalin fix tissue separate from fresh tissue blood and smear អញ្ចឹងformalin សំណាក់ដែលយើងដាក់នៅក្នុង formalin ហ្នឹងគេឲ្យយើងញែកចេញពីសំណាក់ដែលជាប្រភេទ fresh organ ឬក៏ fresh tissue ឬក៏ជាសំណាក់ឈាមឬក៏សំណាក់ smear ព្រោះទូទៅអឺអាសំណាក់
ជាលិកាផ្សេងទៀតដូចជាសំណាក់ឈាមឬក៏សំណាក់ស្មីអីគេអាចដាក់ក្នុងស្ថានភាពត្រជាក់បានប៉ុន្តែសំណាក់ដាក់នៅក្នុង formalin គឺអត់អាច froze អត់អាចបកកបានឬក៏អត់អាចដាក់ក្នុងស្ថានភាពត្រជាក់ទេអញ្ចឹងអាសំណាក់ដែល fix នៅក្នុង formalin គឺគេញែកដាក់ផ្សេងតែម្ដងសំណាក់ស្មៀនឹងអីគេណាគ្រូទូទៅឈាមបងឈាមដែលចាសំណាក់ស្មៀហ្នឹងគឺមានន័យថាគេយកសំណាក់ចេញពីសត្វមកបន្ទាប់មកគេស្មៀតែម្ដងអឺមានន័យថាបើសិនជាគាត់អត់អាចបញ្ជូនមកដល់ lab លឿនបានណានៅក្នុងរយៈពេល48ម៉ោងអីចឹងទៅអញ្ចឹងគេត្រូវស្មៀវាមកតង់សិនស្មៀដើម្បីឲ្យអឺសំណាក់ឈាមនឹងអត់ខូចព្រោះទូទៅបើសិនជាយើងដឹកជញ្ជូននាំទៅមកដល់ lab ហើយយើងធ្វើស្មៀអាចនឹងអត់ឃើញវត្តមានប៉ារ៉ាស៊ីតក្នុងឈាមឬក៏អីទេឬក៏ morphology របស់កោសិកាឈាមអីវាអាចនឹងបាត់បង់ហើយអញ្ចឹងគេអាចនឹងស្មៀសិនហើយបានគេដឹកមកដល់ lab គេ fix ជាមួយនឹងសារធាតុគីមីដើម្បីមើលពណ៌កោសិកាអីចឹងទៅមានហ្នឹងគេដាក់នៅក្នុងបកកក៏មិនស្មៀសម្រាប់សំណាក់ស្មៀបើសិនជាសំណាក់ឈាមគឺគេអាចដាក់នៅក្នុងទូទឹកកកអីគេអាចស្មៀហើយដាក់នៅក្នុងរ៉េកគេអាកំប៉ុងគេមិនកំប៉ុងឯងប្រអប់ស្មៀរបស់គេហ្នឹងហើយគេអាចដាក់ក្នុងស្ថានភាពធម្មតាបានអត់អីទេទូទៅអឺខ្ញុំមិនដឹងថាប្រហែលជាបងអត់ធ្លាប់ទេមើលទៅគេធ្វើសំណាក់ហៅវីតាមីនប៉ារ៉ាស៊ីតក្នុងឈាមណាគេយកឈាមមកទុកក្នុងស្ថានភាពបន្ទប់សិនទៅមកគេបន្តលើកញ្ចក់ស្លាយហើយគេស្មៀក្រោយពេលស្មៀហើយគេទុកក្នុងស្ថានភាពធម្មតាហើយបានគេ fix ជាមួយនឹងឲ្យវាស្ងួតហើយបានគេ fix ជាមួយនឹងសារធាតុគីមីអូអញ្ចឹងទុកឲ្យស្ងួតសិនមិនដាក់សារធាតុគីមីនេះគ្រូចាចុះយើងដឹករយៈពេលប្រហែលម៉ោងដែរគ្រូឬយើងទុកនៅទូទៅ48ម៉ោងក្រោយពេលប្រមូលនិយាយទៅចាបើសិនជាគាត់ស្មៀហើយអធិស្ឋានខ្ញុំអត់បាន check ថានៅក្នុងលក្ខខណ្ឌដែលគាត់ស្មៀហើយតើប្រហែលម៉ោងដែលអាចយកមកដល់ lab បានប៉ុន្តែខ្ញុំអាចបង្ហាញបានថាក្រោយពេលដែលគាត់ស្មៀសំណាក់នៅឲ្យ feel ហើយគាត់អាច prolong ឬក៏ពជារយៈពេលមកដល់ lab បានខ្ញុំគិតថាអាចក្រោមមួយសប្តាហ៍ប្រឡងមែនទេពជាពេលមក lab បានព្រោះទូទៅបើសិនជាយើងយកឈាមមកចូល lab លុះត្រាតែឲ្យដល់ lab ត្រឹម48ម៉ោងក្រោយពេលប្រមូលសំណាក់មែនអត់បាទប៉ុន្តែបើសិនជាយើងស្មៀហើយយើងអាចលើសពី48ម៉ោងបានប៉ុន្តែ how long ឬក៏រយៈពេលប៉ុន្មានអាហ្នឹងខ្ញុំអត់ច្បាស់ដែរតែដឹងថាយូរជាងគេដាក់ជាមួយសមាសធាតុអីផ្សេងទៀតឬក៏មិនដែរណាគ្រូស្មៀអត់ទេពាក្យថាស្មៀមួយម៉ាត់គេគ្រាន់តែអឺគេគ្រាន់តែពាសមានន័យថាដាក់តំណក់ឈាមហើយស្មៀនៅលើកញ្ចក់ស្លាយគេអត់ទាន់ fix សារធាតុគីមីទេអាហ្នឹងដូចគេសារធាតុគីមីហ្នឹងដាក់ធ្វើសុំបន្តិចសិនអាហ្នឹងបានន័យថាយើងគូសវានៅលើកញ្ចក់ស្លាយណាមួយអីទុកឲ្យវាស្ងួតមែនទេគ្រូចាអាហ្នឹងស្មៀអូបាទអរគុណសារធាតុគីមីហ្នឹងមានអីខ្លះណាគ្រូស្រោមប្រៃបងខ្ញុំអត់អាចបញ្ជាក់បានទេព្រោះខ្ញុំអត់មានជំនាញខាងហ្នឹងប៉ុន្តែដឹងថាមានសមាសធាតុដាក់ពណ៌មានជីមសានៅក្នុងហ្នឹងហើយនឹងមានអេតាណុលជីមសានិយាយទៅស្តៀងគ្នាបងខ្ញុំរំលឹកមួយសារទៀតស្តៀងគ្នាមួយនឹងយើងចូល lab បាក់តេរី micro ថ្ងៃមុនណាចាស្តៀងគ្នាប៉ុន្តែសមាសធាតុគីមីវាអត់ដូចគ្នា100%ទេប៉ុន្តែវាស្តៀងគ្នាមានថាវាដាក់អាចាប់ពណ៌ដើម្បីឲ្យងាយស្រួលមើលក្រោម microscopeអាហ្នឹងយើងមើលឃើញបាក់តេរីបានគ្នាដែរគ្រូស្មៀហ្នឹងអត់រកឃើញបាក់តេរីទេបងស្មៀហ្នឹងគឺរកវត្តមានជាទូទៅគេរកវត្តមានប៉ារ៉ាស៊ីតក្នុងឈាមហើយនិង morphology របស់កោសិកាឈាមបាទចាអរគុណគ្រូអូខេបងតោះបន្តមកទៀតអញ្ចឹងឥឡូវយើងចប់ពី sample and postmortem ខ្ញុំសូមចូលមកដល់ environmental and feed sampling យើងមិនតិចទេចំណុចហ្នឹងខ្ញុំចង់បញ្ចប់រ៉ូម៉ាំងទី2ហ្នឹងតែម្ដង
ok អញ្ចឹងសម្រាប់ចំណុច environmental and feed sampling ហ្នឹងចាអញ្ចឹងប្រភេទសំណាក់ដែលយកចេញមកហ្នឹងគឺគេយកសម្រាប់hygiene monitoring ឬក៏ disease investigation មានន័យថាគេយកមកសម្រាប់ monitor ឬក៏ត្រួតពិនិត្យទៅលើអនាម័យដែលមាននៅក្នុងកសិដ្ឋានឬក៏កន្លែងហ្នឹងហើយនឹងសង្កេតឬក៏ស្វែងរកជំងឺដែលមាននៅក្នុងកសិដ្ឋានហ្នឹងអាហ្នឹងគោលបំណងរបស់គេណានៅក្នុងការយកសំណាក់ environment ឬក៏សំណាក់ចេញពីចំណីហ្នឹងចឹងប្រភេទគេហៅថា environmental sample ប្រភេទដែលជាសំណាក់ដែលចេញពី environmental ហ្នឹងវាអាចជាកន្លែងដេកចាអាចជា litter ឬក៏ bedding កន្លែងដេករបស់សត្វហ្នឹងវាអាចជាកន្លែងដែលសត្វនឹងជួសលាមកឬក៏ទឹកនោមអីហ្នឹងឯងចាអញ្ចឹងអាហ្នឹងគឺជាទីតាំងដែលយើងអាចយកចេញសម្រាប់ការធ្វើសំណាក់ហើយនឹង confirm វាថាជាប្រភេទសំណាក់ដែលជា environmental sample swab can be gathered from surface ចាអញ្ចឹងសំណាក់ហ្នឹងគឺគេអាចយកតាមរយៈការ swab ដែរអញ្ចឹងក្នុងលក្ខខណ្ឌenvironmental sample គេអាចប្រើ swab បងមកអាចស្គាល់ swab ហ្នឹងហើយចឹងយើងគេអាចប្រើ swab ហ្នឹងដើម្បី swab បានឬក៏ដំបាបានគឺដំបាចេញអំពីventilation duct ឬក៏ជា feed through ឬក៏ជា drain អញ្ចឹងអា ventilation duct ហ្នឹងអាចកង្ហាខ្យល់ចេញចូលនៅក្នុងកសិដ្ឋានណាចាអញ្ចឹងគេអាច swab ចេញពីអាហ្នឹងក៏បានឬក៏ជា feed through មានន័យថាជាកន្លែងបង្ហូរចំណីចូលហ្នឹងក៏បានឬក៏ជា drain ក៏បានដែរអញ្ចឹងអា drain ហ្នឹងអាកន្លែងបង្ហូរចំណីចេញចូលនឹងឯងអាហ្នឹងយើងអាចយកចេញតាមរយៈswab មានន័យថាយើងអាចយកដំបាយកទៅ swab ចេញពីទីតាំងទាំងអស់ហ្នឹងសម្រាប់ជាសំណាក់ environment ដែរចាអឺទីតាំងឬក៏កន្លែងដែលគេអាចយកចេញតែពិតវាអាចលើសពីនឹងក្នុងនេះគេដាក់ថា hatchery កន្លែងភ្ញាស់ឬក៏កន្លែងបកាត់ឬក៏ជា slaughterhouse កន្លែងពិឃាតតែក្រៅពីហ្នឹងយើងអាចជា farm មួយចំនួនផ្សេងទៀតប្រភេទជា breeding farm ឬក៏ជាអឺបែបជា feeding farm អីអញ្ចឹងមួយចំនួនក៏គេអាចយកចូលជាទីតាំងឬក៏ជាកន្លែងដែលយើងអាចយកសំណាក់environment ដែរចាអញ្ចឹង hatchery នេះកន្លែងភ្ញាស់ឬក៏កន្លែងបង្កើតកូនអីអញ្ចឹងណាហើយនឹងកន្លែងបង្កាត់រួមទាំងទីសត្វតាឃាតចាអូខេ additional sample may be taken ចាអញ្ចឹងសំណាក់ផ្សេងលើសនឹងទៀតគឺគេអាចយកចេញពីចំណី animal feed ចំណីសត្វឬក៏ប្រភពទឹកអីហ្នឹងដូចរូបភាពនេះអញ្ចឹងយើងអាចយកពីទឹកដែលប្រើប្រាស់សម្រាប់សត្វហ្នឹងឬក៏ពីចំណីដែលប្រើសម្រាប់សត្វហ្នឹងផងដែរចាអូខេចុងក្រោយគេអស់ហើយនៅសល់មួយ slide ចុងក្រោយទេគឺយើងនិយាយពី honey bee និយាយពីឃ្មុំរៀងប្លែកបន្តិចប៉ុន្តែអឺតែប៉ុន្តែខ្ញុំក៏រៀងអត់ specific រឿងហ្នឹងដែរប៉ុន្តែដោយសារតែវាស្តៀងជាមួយនឹង fly ដែរជាមួយនឹងរុយឬក៏អម៉ោមអីចឹងណាអញ្ចឹងមានអ្នកមួយចំនួនហ្នឹងគាត់ទៅសេពី vector ដែលបង្កឲ្យមានប៉ារ៉ាស៊ីតក្នុងខ្លួនរបស់សត្វអីចឹងណាអញ្ចឹងអារុយឬក៏អម៉ោមហ្នឹងគឺជា vector មួយដែលធ្វើឲ្យមានប៉ារ៉ាស៊ីតហ្នឹងហើយឃ្មុំឬក៏រុយឬក៏អបោមហ្នឹងវាស្តៀងគ្នាវាជាប្រភេទ fly អញ្ចឹងយើងគួរតែយកឬក៏គួរតែចេះថាតើយើងគួរតែយកសំណាក់ពីពពួកហ្នឹងបែបម៉េចចឹងនៅក្នុងនេះគេដាក់ថា adult bee ឃ្មុំដែលពេញវ័យwhether dead or in poor condition can be collect near the colony ចឹងឃ្មុំដែលពេញវ័យទើបគេយកសំណាក់មានតែយកជា sample បើទោះបីជាឃ្មុំនឹងនៅរស់ឬក៏វាមានតែគេយកឃ្មុំពេញវ័យជាឃ្មុំដែលស្លាប់ឬក៏ឃ្មុំដែលនៅក្នុងលក្ខខណ្ឌដែលអត់ល្អបែបថាឃ្មុំសុខភាពអត់ល្អហើយគេយកវាហ្នឹងគឺយកចេញអំពីមានថាទីតាំងដែលវានៅហ្នឹងគឺក្បែរ colony colony ហ្នឹងគឺសបុកវាអាសបុកឃ្មុំហ្នឹងគឺគេហៅថា colony ហ្នឹងឯងបន្តទៀតគឺ live bee should be euthanized by feeding អញ្ចឹងការសម្លាប់សត្វឃ្មុំគឺគេអត់ប្រើក្បិតទៅកាត់ទៅចាក់ឬក៏ប្រើអត់ប្រើជាមួយនឹងថ្នាំសណ្ដំថ្នាំសន្លប់អីទេគឺគេប្រើដោយបង្ក
គេសម្លាប់ដោយបង្កកអញ្ចឹងយើងចាប់ឃ្មុំដាក់នៅក្នុងថង់ហើយយើងដាក់ចូលក្នុងទូកកទៅគឺវាស្លាប់ហើយចា Okay, broad sample are obtained by removing a section of broad comb exhibition abnormality. They should be wrapped in paper and placed in a box for laboratory transport. អញ្ចឹង broad sample ហ្នឹងគឺឃ្មុំដែលពេញវ័យនឹងឯងអញ្ចឹងឃ្មុំដែលពេញវ័យគឺគេយកវាមកសម្រាប់ការពិនិត្យមើលទៅលើផ្នែកដែលមិនប្រក្រតីដែលកើតមានឡើងហើយការយកមកហ្នឹងគឺគេដាក់នៅក្នុងអឺกระดาษអញ្ចឹងយើងអាចជាមានជាกระดาษមួយដាក់ចូលទៅក្នុងថង់ហ្នឹងហើយបិទមាត់ឲ្យជិតនៅក្នុងថង់ហ្នឹងព្រោះកុំឲ្យវាហើរចេញទៅក្រៅអីចឹងទៅhave debris can be collected from examination ideally using a sticky board to capture mobile parasite អញ្ចឹងជាទូទៅសំណាក់ឃ្មុំដែលយើងយកមកនេះគឺគេប្រើប្រាស់វាសម្រាប់ការពិនិត្យមើលវត្តមានប៉ារ៉ាស៊ីតអញ្ចឹងទូទៅសួរថាឃ្មុំសត្វឃ្មុំហ្នឹងតែយើងយកសំណាក់មកធ្វើអីភាគច្រើនគឺគេរកវត្តមានប៉ារ៉ាស៊ីតនៅលើឃ្មុំចាអឺជាទូហើយមួយវិញទៀតអីដែលខ្ញុំចង់ confirm ហ្នឹងគឺទៅលើប្រភេទដូចជាអាបោមឬក៏ប្រភេទ fly មួយចំនួនដែលខ្ញុំនិយាយថាវាជាប្រភេទ vector នៅលើសត្វហ្នឹងក៏ជាប្រភេទប៉ារ៉ាស៊ីតដែរហើយអឺការយករបស់វាក៏ស្រដៀងគ្នាមួយនឹងឃ្មុំនឹងដែរព្រោះវាជា fly គេថាយើងយកវាមកយើងដាក់នៅក្នុង freezing នៅកន្លែងបកកទៅដើម្បីឲ្យវាស្លាប់បើមិនជាវានៅរស់វានៅហើរបាននៅក្នុងថង់ហ្នឹងអញ្ចឹងវានឹងអាចបាក់ជើងបាក់ដៃបាក់ស្លាបអីចឹងទៅយើងពិបាកនៅក្នុងការ identify អញ្ចឹងយើងយកវាមកគឺសម្រាប់វាសិនហើយបានយើងធ្វើការដឹកជូននៅក្នុងប្រអប់ឬក៏នៅក្នុងថង់អីអត់ទង្គិចអត់ទង្គិចហើយយកជូនមកដល់ lab មក lab គេនឹងធ្វើការពិនិត្យឬក៏មើលទៅលើប្រភេទប៉ារ៉ាស៊ីតដែលមានចា៎នេះគូយើងប្រមូលសំណាក់ពីឃ្មុំហ្នឹងយើងយកវាដើម្បីធ្វើរោគវិនិច្ឆ័យព្យាបាលជំងឺឃ្មុំណែមែនទេគូទៅលើសំណាក់ឃ្មុំខ្ញុំអាចនិយាយបានថាវាមិនមែនជាការ diagnose ហើយ treatment directly ទេប៉ុន្តែវាជាលក្ខខណ្ឌ monitoring ជា health monitoring ឬក៏ health check up ចឹងទៅគេឆែកមើលថាតើសត្វឃ្មុំហ្នឹងមានជំងឺឬក៏មានប៉ារ៉ាស៊ីតអត់ព្រោះវាមានតំណែងជាមួយនឹងគុណភាពទឹកឃ្មុំដែលផលិតចេញមកចឹងតែប៉ុតដូចគ្នាដែរដូចសំណួរដែលឆ្លើយទៅវិញហ្នឹងវាស្តៀងគ្នានឹងអីដែលយើងនិយាយមកប៉ុន្តែវាអត់ direct ទៅជា diagnose ហើយ treatment ប្រើថ្នាំប្រើអីទេប៉ុន្តែព្រោះទូទៅសត្វឃ្មុំដែលយើងនិយាយគ្នានេះគឺជាប្រភេទសត្វយើងដឹងហើយថាសត្វឃ្មុំគឺជាប្រភេទសត្វដែលផលិតទឹកឃ្មុំសម្រាប់ការប្រើប្រាស់ជាការញ៉ាំ direct ហ្មងអញ្ចឹងការប្រើប្រាស់ថ្នាំនៅលើសត្វឃ្មុំគឺគេអត់អនុញ្ញាតទេចឹងឃ្មុំហ្នឹងមិនមែនជា vector ទេណាគ្រូNo អត់ទេមែនទេប៉ុន្តែខ្ញុំចង់សម្ដៅថានៅក្នុងករណីដែលគេប្រមូលប្រភេទ vector ដូចជាអាបោមដូចជាអីក៏គេប្រើការសម្លាប់ដូចគ្នាដែរមានថាដាក់ចូលក្នុងទូទឹកកកដើម្បីឲ្យស្លាប់ដែរហើយគេប្រមូលយកប្រភេទអាបោមដែលនៅបើសិនជាយើងនិយាយអាបោមឬក៏ប្រភេទ vector ហ្នឹងគឺយកចេញពីសត្វគោយកចេញពីក្បែរឬក៏វាហោះក្បែរសត្វគោនឹងអីចឹងទៅយើងប្រមូលមកអញ្ចឹងណាប៉ុន្តែនៅក្នុងលក្ខខណ្ឌយើងនៅក្នុងនេះ slide មួយនេះគឺយើងនិយាយពីឃ្មុំទេតែការសម្លាប់ការដឹកជញ្ជូនអីគឺដូចគ្នាជាមួយនឹងប្រភេទ vector នៅលើសត្វគោក្របីដែរអ្នកគ្រូសុំមួយសំណួរទៀតបកទៅខាង slide មុនឡើង environment and fit sample នោះយើងឃើញមានចំណុចច្រើនដែលយើងធ្វើការ swab យកទៅដុសបាក់តេរីអញ្ចឹងអាហ្នឹងនៅពេលដែលយើង swab យើងដាក់ផ្នែកវារៀងខ្លួនយកពីចំណីដាក់ផ្សេងយកពីកំពង់ចំណីផ្សេងចាហើយយកពីមួកយកពីទឹកនោមដាក់ផ្សេងគ្នាឬក៏យើងដាក់ទៅចូលគ្នាហើយយកទៅត្រួតពិនិត្យទាំងអស់sample ហ្នឹងគឺយើងដាក់ផ្សេងពីគ្នាដាច់ដោយឡែកតែម្ដងហើយយើងទៅសេ label ទៅសេអីដូចដែលយើងបាននិយាយគ្នាមុនហ្នឹងអញ្ចឹងចាអញ្ចឹងក្នុងការពិនិត្យយើងចំណាយច្រើនហ្នឹងចា
ប៉ុន្តែនៅក្នុងកសិដ្ឋានធំគេសុខចិត្តចាយទៅលើការពិនិត្យបែបហ្នឹងគេអត់ចាយទៅលើការព្យាបាលហើយនឹងសត្វដែលគេស្លាប់ទេអូខេអ្នកគ្រូចាហើយ monitor ហ្នឹងតាមដែលខ្ញុំដឹងក្រុមហ៊ុនធំៗមួយចំនួនគឺគេ monitor គេមាន schedule គេ monitor ថានៅក្នុង farm មួយហ្នឹងក្នុងមួយឆ្នាំគេ monitor 3ដងអីចឹងទៅអញ្ចឹងគេ arrange ថាទៅពេលណា schedule ពេលណាអីពេលណាអញ្ចឹងទៅ farm បន្តទៀតគេនឹងរៀបចំតទៀតអញ្ចឹងណាបាទចាអូខេបងមានសំណួរអីផ្សេងទៀតទេគ្រូខ្ញុំចង់សួរឡើងក្រាប B វិញអ្នកគ្រូចា ខ្ញុំឆ្ងល់រ៉ាប៊ីហ្នឹងគេធ្វើម៉េចគេតេស្តអីគេខ្លះដើម្បី confirm វាថាវាជារ៉ាប៊ីគឺអ្នកគ្រូបកស្រាយថាយើងយកសំណាក់ហ្នឹងចែកចេញជាពីរខួរក្បាលហ្នឹងមួយចាដាក់នៅក្នុងអឺទូក្លាសេហើយមួយទៀតទៅក្នុង formalin អញ្ចឹងណាគ្រូចាតែគេ confirm អីគេខ្លះដើម្បីគេដឹងថាធ្វើវាជារ៉ាប៊ីគេធ្វើ PCR test មួយដើម្បី confirm ដាររក gen ឬក៏អឺមិនថា gen នេះហ៎ RNA DNA របស់Lisa virus ហើយសម្រាប់tissue formalin 10%ដែលគេ fix ហ្នឹងគឺគេរកប្រភេទកោសិកាពណ៌ខ្មៅមួយដែលមាននៅក្នុងកោសិកាខួរក្បាលហ្នឹងនៅក្នុងជាលិកាខួរក្បាលហ្នឹងអញ្ចឹងមកគេឃើញថាវាមានអាហ្នឹងគេ confirm ថាវាពិតជាជំងឺឆ្កាឆ្កួតចាអូខេអញ្ចឹងបងមានសំណួរអីទៀតអត់Zoom ខ្ញុំវាចិត្តដាច់ដែរនេះចាំជួបគ្នាសាក្រោយខ្ញុំនឹងប្រើ Zoom របស់មហាវិទ្យាល័យព្រោះ Zoom មហាវិទ្យាល័យវា unlimited ជួបគ្នាពេលក្រោយម៉ោងប្រហែលអ្នកគ្រូបងអធិស្ឋានខ្ញុំនឹង inform តាមក្រោយខ្ញុំ check មួយលោកគ្រូថនសិនតែប្រហែលជាខ្ញុំជួបថ្ងៃច័ន្ទអង្គារអាទិត្យក្រោយបាទចាបាទអរគុណអ្នកគ្រូចាអរគុណបងហើយខ្ញុំគិតថាកុំឲ្យខាតដោយសារតែមេរៀននេះគឺនៅសល់ចំណុចទី3ហើយនិងទី4 shipping មួយទៀតខ្ញុំនឹងថតវីដេអូបញ្ចប់មេរៀនមួយនេះហើយពេលដែលយើងជួបគ្នាផ្ទាល់ខ្ញុំនឹងចូលដល់មេរៀនតកតងមួយនឹងការប្រមូលសំណាក់ទឹកនោមមកបាទអ្នកគ្រូបាទចាអូខេអញ្ចឹងបើសិនជាបងអត់មានអីទេអឺខ្ញុំសុំ screenshot មួយសិន screenshot វត្តមានខ្ញុំភ្លេចតាថ្ងៃហ្នឹងភ្លេចម៉ោងពេលកន្លះម៉ោងបានចូលអូខេចាអត់អីទេអញ្ចឹងអរគុណច្រើនបងទាំងអស់គ្នាហើយយើងជួបគ្នាខ្ញុំសង្ឃឹមថាជួបគ្នាបាននៅក្នុងថ្ងៃច័ន្ទអង្គារពេលដែលសប្តាហ៍ក្រោយនេះយើងនឹងជួបគ្នាតាម Zoom មួយសារទៀតពីរសារទៀតហើយប៉ុន្តែនៅក្នុងមេរៀនតកតងមួយនឹង sample collection and shipment នេះខ្ញុំនឹងបញ្ចប់ដោយថតវីដេអូផ្ញើបងមកតាំងសិនហើយយើងនឹងជួបគ្នាថ្ងៃច័ន្ទអង្គារតាមអនឡាញទៅលើមេរៀនថ្មីតែម្ដងដើម្បីឲ្យរៀងលឿនបន្តិចអូខេបាទអ្នកគ្រូអូខេបាទចាអូខេអរគុណច្រើនអញ្ចឹងបងទាំងអស់គ្នាយើងអ្នកគ្រូមានគេសុំ slide អ្នកគ្រូអូ slide បានបងខ្ញុំនឹងផ្សាយឲ្យជាមួយនឹងវីដេអូ បាទ record នេះនឹង